អូខេសួស្តីទាំងអស់គ្នាយើងស្វាគមន៍ម្ដងទៀតមកកាន់វីដេអូរបស់ខ្ញុំជាថ្ងៃនេះផងដែរយើងធ្វើការនិយាយទៅលើ Next.js ដដែលយើងលើកយកពីការ install ទៅលើ project Next.js យើងមកអូខេអញ្ចឹងនេះគឺជា documentation របស់ Next.js framework របស់យើងដែលយើងមានដូចតទៅជាទៅអញ្ចឹងយើងអាចមើលមកកាន់កន្លែងនេះបាននៅខាងលើនេះគេមាន showcase document មាន block មាន template អីផ្សេងៗអញ្ចឹងទៅណាអញ្ចឹងផ្នែកខាងក្រោមនេះគឺជាងមានទៅលើការ install គេបង្ហាញបន្តិចដែរនៅកន្លែងនេះប៉ុន្តែវាអត់ពេញលេញទេយើងអាច get start មកដើម្បីធ្វើការមើល document ដែលពេញលេញហ្នឹងទៅអញ្ចឹងយើងអាចចុចលើ doc នេះក៏បានអាចចុចលើ get start នេះក៏បានដែរឬក៏លើ Next.js មកអូខេយើងសម្រាប់ការ install ខ្ញុំប្រើប្រាស់ជាមួយនឹងការ install app router ដោយសារ version 15 នៃ Next.js នេះគឺគេប្រើប្រាស់ជាមួយ app router នេះយើងវាងាយស្រួលប្រើជាងការយើងប្រើជាមួយនឹង page router អូខេអញ្ចឹងខ្ញុំជ្រើសយក app router ណានេះគឺមិនយកជាមួយនឹង page router នោះទេនេះ page router ខាងក្រោមនេះណាអូខេអញ្ចឹង page router នេះគឺ version 13ចុះក្រោមគឺគេប្រើជាមួយនឹង page router ណាអូខេមូបន្តមកទៀតមកចំណុចបន្ទាប់យើងអាចមើលពីការពណ៌នាពីពី Next.js ដែរអញ្ចឹងក៏យើងឃើញថា pre-require របស់គេដែរដែលឲ្យយើងត្រូវការចេះ HTML CSS JavaScript ហើយនិង React ហើយមកយើងងាយស្រួលរៀនជាមួយនឹង Next.js ណាបើសិនជាយើងអត់ចេះក៏វាពិបាករៀនដែរអូខេអញ្ចឹងមួយទៀតនោះគឺយើងមើលមកកាន់កន្លែងនេះយើងឃើញថាជាការ installation អញ្ចឹងការ installation គឺទាមទារគ្នាយើងមាន Node.js អញ្ចឹងបើសិនជាគ្នាអត់ទាន់មាន Node.js ទេធ្វើការដំឡើងវាមកណា Node.js នេះមួយនេះណានេះយើង Node.js នេះចឹងអ្នកនរគ្នា install មក Node.js download latest version មកគឺ version 22នេះចឹង download ហើយគឺបាន file ហើយយក install next តាមវាមកគឺយើងទទួលបាន Node.js ហើយចឹងបើសិនអ្នកនរគ្នាមាន Node.js ហើយអ្នកនរគ្នាអាច check ទៅលើ version បានចឹងខ្ញុំបង្ហាញតិចទៀតណាឥឡូវយើងមកកាន់ document របស់ Next.js យើងវិញយើងឃើញថាការដែល install យើងត្រូវប្រើជាមួយនឹង command line ពេលថា command line នេះមិនមែនចុច interface ទេគឺយើងប្រើពាក្យបញ្ជាដើម្បីបង្ការដំឡើងអញ្ចឹងទៅអញ្ចឹងសម្រាប់គ្នាយើងដែលត្រូវការ install ដំបូងយើងត្រូវការ copy command ប៉ុណ្ណេះឬក៏សរសេរក៏បានដែរគឺមានឈ្មោះថា npx create next app តើមកយើងអាច let tab គឺបានថា prefer ទៅលើ let tab version នៃ Next.js របស់យើងអញ្ចឹង npx នេះវាជា command មួយដែលធ្វើការ execute ទៅ raw command ដែលវាមាននៅក្នុង Notepad Manager របស់យើងដែលវាស្គាល់ Next.js ហើយអញ្ចឹងវានឹងធ្វើការ execute raw command ទាំងអស់ហ្នឹងទៅនឹងបង្កើតបានជា project ឲ្យយើងជ្រើសរើសដោយខាងក្រោមអញ្ចឹងសម្រាប់ project យើងនេះគឺយើងប្រើប្រាស់ជាមួយនឹងTypeScript ខ្ញុំជ្រើសរើស TypeScript យកមកប្រើប្រាស់ជាមួយនឹង Next.js យើងឥឡូវនេះអញ្ចឹងសម្រាប់ Next.js យើងគឺយើង install តាមដំណាក់កាលមកអញ្ចឹងអ្នកនរគ្នាអាចបង្កើត folder មួយអញ្ចឹងដោយសារតែខ្ញុំមាន folder រួចហើយអ្នកនរគ្នាអាចទុកនៅ drive D ក៏បាន drive C ក៏បានគឺ everywhere សម្រាប់ផ្ទុកនៅ project នៅអស់គ្នាប៉ុន្តែខ្ញុំគួរ recommend គួរតែមានការរៀបចំឲ្យបានត្រឹមត្រូវមកគឺខ្ញុំមាន folder ធំមួយគឺឈ្មោះថា Next.js ជាងនៅទីតាំងកន្លែងនេះយើងធ្វើការផ្ទុករាល់ project ជាច្រើនប៉ុន្តែឥឡូវខ្ញុំអត់ទាន់មាន project ទេចឹងឥឡូវខ្ញុំអាចធ្វើការបើក terminal មួយមកដើម្បីបង្កើត project ចឹងបើក terminal គ្នាយើងអាចចុចកន្លែងនេះវាយពាក្យថា cmd ឬក៏ខ្ញុំមិនប្រើអញ្ចឹងទេខ្ញុំចុចដើម្បីយក terminal របស់ខ្ញុំមកមួយនេះអញ្ចឹងពេលខ្ញុំទទួលបាន terminal បែបហ្នឹងហើយខ្ញុំអាចធ្វើការ install ជាមួយនឹង project Next.js យើងបានហើយជានេះគឺជាទីតាំងដែលខ្ញុំកំពុងនៅលើ drive D មាន folder JTeaching មួយដល់មកមាន Next.js ដែលជា folder ក្តោបទៅលើ project ជាច្រើនណាអញ្ចឹងខ្ញុំបង្កើតវានៅទីតាំងហ្នឹងមកអញ្ចឹងខ្ញុំធ្វើការទៅ document របស់ Next.js យើងវិញហើយខ្ញុំ copy command ប៉ុណ្ណេះអូខេដាក់ប៉ុណ្ណឹងមកខ្ញុំធ្វើការផាសអូខេដំណាក់កាលកន្លែងនេះគឺយើងអាចមើលនៅក្នុង website document របស់គេបានកន្លែងនេះគឺជា project name បន្ទាប់មកមានការជ្រើសរើសទៅលើ TypeScript បន្ទាប់មក ESLint អីចឹងទៅណាអញ្ចឹងខ្ញុំមិនបង្ហាញកន្លែងនេះទេខ្ញុំបង្ហាញការ demo install យកហ្មងណាអូខេតោះអញ្ចឹងមកដល់កន្លែងនេះគឺយើងអាចធ្វើការជ្រើសរើសមកខ្ញុំដាក់ថា my app អីចឹងមកនេះឈ្មោះ project របស់ខ្ញុំណាខ្ញុំដាក់ឈ្មោះ my app បន្តមកទៀតខ្ញុំជ្រើសរើសយក TypeScript ដោយសារខ្ញុំចង់សរសេរវាជាមួយនឹង TypeScript អញ្ចឹង pre-require តែគ្នាយើងត្រូវចេះ TypeScript ដែរទើបអាចសរសេរ project Next.js ជាមួយនឹង TypeScript បានណាអញ្ចឹងយក yes មកមួយទៀត ESLint នេះគឺជាការ detect ទៅលើរាល់ការ error នៅអំឡុងពេល
runtime ឬក៏យើងអាចនិយាយបានថាពេលយើងសរសេរ code ទៅវាចាប់ផ្ដើម error ចាប់ផ្ដើម warning error វាយើងហ្មងអញ្ចឹងទៅចឹងខ្ញុំយក yes មកមួយទៀតគឺខ្ញុំចង់សរសេរវាជាមួយនឹង Tailwind អញ្ចឹងអ្នកនរគ្នាក៏ត្រូវការចេះ Tailwind CS ដែរទើបអាចរៀនជាមួយ Next.js នេះបានណាចឹងខ្ញុំសរសេរមួយ Tailwind CS នេះបន្ទាប់មកកន្លែងនេះគឺយើងអាចជ្រើសយក IRC ក៏បានអត់ក៏បានដែរអញ្ចឹងសម្រាប់កន្លែងនេះខ្ញុំធ្វើការជ្រើសយកជាមួយនឹង IRC មកដែលជា source code ចឹង IRC នេះគឺជាកន្លែងផ្ទុកនៅ source code ទាំងអស់នៅក្នុងហ្នឹងណាអូខេតោះអញ្ចឹងបន្តមកទៀតខ្ញុំនឹងធ្វើការជ្រើសជាមួយនឹង app router អញ្ចឹងខ្ញុំបាន mention ពីដើមវីដេអូហើយគឺថាខ្ញុំនឹងជ្រើសយក app router ដើម្បីប្រើប្រាស់អញ្ចឹងខ្ញុំយក yes មកចឹងក្នុងករណីនេះខ្ញុំយក Turbo Pack ដែរដោយសារការវីដេអូមុនយើងបាននិយាយថា Turbo Pack វាមាន performance លឿននៅពេល development ចឹងខ្ញុំជ្រើសយកដែរមកគឺយក yes ចឹងសម្រាប់ tab alias នេះគឺខ្ញុំនឹងយកไว้ដែរខ្ញុំយក yes ខ្ញុំចុចពី no យក yes មកណាអូខេមាន tab alias sorry គឺ import alias ណាចឹងកន្លែងខ្ញុំចុច tab key មកដើម្បីយកបែបហ្នឹងឥឡូវនេះproject របស់ខ្ញុំកំពុងធ្វើការ install ហើយចឹងវា install ជាមួយ dependency ដែលមាន React DOM ហើយនិង Next.js មកអូខេហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវ project របស់យើងបាន install ជោគជ័យហើយអញ្ចឹងខ្ញុំធ្វើការ run project យើងខ្ញុំគ្រាន់តែវាយ command ថា npm run dev មកពេលនោះខ្ញុំនឹងអាច run project បានហើយអូខេជាក់ស្ដែងយើងអត់ទាន់ចូលទៅកាន់ project យើងទេនេះខ្ញុំវាយអាចវាយ command clear screen នេះមកដើម្បីខ្ញុំចុច ls ដើម្បីមើលថាខ្ញុំបាន install project នៅអញ្ចឹងខ្ញុំឃើញថាខ្ញុំបាន install project ហ្នឹងចូលទីតាំងហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់ folder ខ្ញុំវាយថា cd នេះគឺ change directory បានថាខ្ញុំផ្លាស់ប្ដូរពីទីតាំងនេះមកកាន់ទីតាំងនេះអត់អញ្ចឹងខ្ញុំ cd my app មកអូខេឥឡូវមកថាខ្ញុំចូលមកដល់ទីតាំង project ខ្ញុំហើយអញ្ចឹងខ្ញុំអាច run វាបានគឺ npm run devតោះឃើញវាកំពុងដំណើរការអញ្ចឹងគ្នាយើងអាច access វាតាមរយៈ local host ដែលមាន port 3000 នេះឬក៏យើងប្រើ IP ខាងក្រោមនេះក៏បានដែរអញ្ចឹងខ្ញុំប្រើ local host ខាងលើនេះមកអូខេតោះវាកំពុងដំណើរការអូខេពេលគ្នាយើងអាចបង្កើត project បាននេះ run ដើរបានប៉ុណ្ណេះបានថាគ្នាយើងអាចបង្កើត project បានជោគជ័យនិង run បានជោគជ័យដូចគ្នាអញ្ចឹងរាល់ការ customize និងការ handle ទៅលើ logic ឬក៏យើងទៅសេ design UI ផ្សេងៗទៀតយើងអត់ទាន់និយាយដល់ទេអញ្ចឹងអាចយើងនិយាយនៅវីដេអូក្រោយអញ្ចឹងអ្នកនរគ្នាអាចរងចាំមើលបានខ្ញុំនឹងធ្វើបន្តទៀតអញ្ចឹងសម្រាប់ការ install គឺមានប៉ុណ្ណឹងទេយើងហើយនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញយើងពី project structure មួយចំនួនដែលយើងត្រូវដឹងអូខេអញ្ចឹងយើងមានប៉ុណ្ណឹងសម្រាប់វីដេអូនេះយើងជួបគ្នានៅវីដេអូក្រោយបាយបាយទាំងអស់គ្នា